តេតងទៅនឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីស៊ីជីនពីងដែលគ្រងនឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាគឺមានសារៈសំខាន់ហើយយើងឃើញស្រាប់ហើយទំនាក់ទំនងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែលស្ដែងអំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្រហើយកិច្ចព្រមព្រៀងជាច្រើននៅក្នុងក្របខ័ណ្ឌទ្វេភាគីរួមទាំងកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួមហើយនឹងកិច្ចសហប្រតិបត្តិការឈរកោនត្បូងពេជ្រជាដើមបាទចំណុចសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិនគឺយើងឃើញថាទំនាក់ទំនងរវាងខេត្តយូណានរបស់ប្រទេសចិននិងខេត្តសៀមរាបហើយរឹតតែឆ្លុះបញ្ចាំងនៃការបន្ស៊ីនិងការធ្វើយ៉ាងណាជំរុញឲ្យកិច្ចសហប្រតិបត្តិការនេះបានផ្លែការជាក់ស្ដែងនៅហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនមានដូចជាពលានយន្តហោះទីក្រុងសៀមរាបជាដើមដោយខេត្តយូណាននេះគឺបញ្ជាក់អំពីការយកចិត្តទុកដាក់រវាងគ្នាទៅវិញទៅមកជាពិសេសពីចំណោមសហគ្រិនវិនិយោគិនមកប្រទេសចិនពិតជាមានសារៈសំខាន់ណាស់សម្រាប់ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៃប្រទេសចិនឯកឧត្តមស៊ីជីនពីងមកកាន់កម្ពុជាពិតជានឹងជំរុញព្រោះប្រទេសទាំងពីរបានមានផែនការរួចមកហើយអញ្ចឹងតាមរយៈដំណើរទស្សនកិច្ចនេះនឹងលើកជំរុញឲ្យកាន់តែខ្លាំងដើម្បីធ្វើយ៉ាងម៉េចឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរហ្នឹងមានការរីកចម្រើនកាន់តែខ្លាំងចាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរកម្ពុជាចិនយើងខ្ញុំគិតថាសំខាន់ណាស់ដែលមិនត្រឹមតែបន្តទេប៉ុន្តែគឺជាការពង្រីកនៅវិសាលភាពទាំងលើផ្នែកទំនាក់ទំនងចាការបង្កើតនៅព្រឹត្តិការណ៍ទេសចររួមគ្នារវាងកម្ពុជាចិនដើម្បីជាការផ្សព្វផ្សាយគោលដៅទេសចរនៃប្រទេសទាំងពីរចាហើយជាពិសេសយើងខ្ញុំក៏សូមឲ្យមានការពង្រីកក៏ដូចជាការបង្កើនជើងហោះហើរត្រង់ពីប្រទេសចិនមកកាន់ប្រជាណាចក្រកម្ពុជាបន្ថែមទៀតផងដែររួមជាមួយនឹងការផ្សព្វផ្សាយអំពីគោលដៅទេសចរនៃប្រជាណាចក្រកម្ពុជាជាគោលដៅទេសចរសុវត្ថិភាពផ្ដល់ភាពកក់ក្ដៅស្អាតនិងបៃតងយើងជំរុញអនុវត្តពាណិជ្ជកម្មទំនិញឲ្យកាន់តែមានការរីកចម្រើនថែមទៀតនិងកិច្ចព្រមព្រៀងនោះឯងក៏ជំរុញឲ្យមានការអភិវឌ្ឍពាណិជ្ជកម្មសេវាហើយក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងក្នុងនោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺជាវិស័យមួយដែលអាចគិតថានឹងអាចធ្វើឲ្យមានការរីកចម្រើនទាំងអស់គ្នាបានដោយសារប្រទេសចិនមានជំនាញមានបទពិសោធន៍និងមានទីផ្សារធំហើយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកវាអាចជួយកាត់បន្ថយនៅចំណាយមួយចំនួនសម្រាប់អ្នកនាំចេញកម្ពុជាហើយក៏អាចផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាទាំងសហគ្រាសតូចនិងមធ្យមជាពិសេសសហគ្រិនស្ត្រីអាចនាំទំនិញរបស់ខ្លួនបានទៅកាន់ទីផ្សារចិននឹងអាចនឹងធ្វើឲ្យប្រជាជនចិនអ្នកប្រើប្រាស់របស់ចិនស្គាល់បាននៅទំនិញរបស់កម្ពុជាបាទខ្ញុំមានអារម្មណ៍ថាពិតជាសប្បាយចិត្តនៅពេលដែលឃើញប្រទេសខ្លួនឯងមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសមហាអំណាចធំហើយវានឹងជំរុញសេដ្ឋកិច្ចជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែរីកចម្រើនហើយវានឹងជំរុញវិស័យទេសចរប្រទេសកម្ពុជាក៏ដូចជាប្រទេសចិនឲ្យបានផ្សារភ្ជាប់ទំនាក់ទំនងគ្នានិងបង្កើតសាច់រឿងធ្វើជាមួយគ្នាបន្តទៀតនៅថ្ងៃអនាគត